无聊的时候可以是不是不会和孩子突然怎么了呢们一起玩，体现一下轻ភ្លើង 松 មាន 快 អី 乐 ណា 时光。 Hello សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទដាស្ដាច់ unboxing ទៀតហើយថ្ងៃនេះគឺយើងមក unboxing របស់លេខថ្មីមួយទៀតដែលយើងបាន order មកពី Taobao ចង់ដឹងថាក្នុងនោះមានអីតោះទៅមើលមកខ្ញុំអូតើណាអូនេះអ្នកនរគ្នាតែឃើញក្នុងទូរស័ព្ទអត់អាចគេរងគេបិទនឹងខ្លួនហើយគេរងពេលបិទភ្លើងហ្នឹងជាអាប្រភេទហ្នឹងតោះយើងទៅមើលអ្នកនរគ្នាតើវាដូចនឹងរូបភាពដែលយើងបានមើលហ្នឹងអត់អាហ្នឹងដំបូងដូចគេប្រាប់យើងថាឲ្យយើងកាច់សិនកាច់ថាលាស់វាមើលដល់ភ្លឺអត់តែយើងបាត់ភ្លើងមិនដឹងតោះទៅមើលអ្នកគ្នាអញ្ចឹងអាការនេះគឺជាប្រដាប់តពីអាតំណមួយជប់ពីអានេះទៅអាដងនេះមួយទៀតអូដាក់ចូលហ៎ដាក់ចូលហើយចូលពោនេះយើងដាក់ចូលហើយចឹងយើងធ្វើរូបវងមូលមួយតែវាចេញជាវងមូលអត់អូនេះយើងបិទលើមុខយើងនេះតោះឥឡូវអ្នកនរគ្នាខ្ញុំចាប់តាមពីអានេះប៉ុន្តែវាមានច្រើនខ្លាំងមែនតើតែយើងទៅធ្វើរូបភាពអីខ្លះតោះទៅមើលវិញខ្ញុំ One eternity later. អូនបាននេះខ្លាំងនេះអ្នកនរគ្នាអូហត់ខ្លាំងទេអ្នកគ្នាបើអ្នកចង់បានអានឹងរាប់លុយគួរទិញលេងអ្នកគ្នាសុបាយខ្លាំងមែនទេសម្រាប់បងលេងមិនដែរខ្ញុំទៅ10លើ10ចុះអ្នកគ្នារ៉េនហើយមែនកុំភ្លេចខមមិននៅខាងក្រោមវីដេអូចុំប្រាប់ចិត្តផ្លែឈើលុយហ៎សួស្តីអ្នកគ្នាជាមួយខ្ញុំទៀតហើយដាច់ unboxing ស្អីក៏ខ្ញុំបើកដែរតោះឥឡូវនេះគឺមានអីវ៉ាន់ថ្មីមកទៀតហើយគឺដូចយើងបានមើលវីដេអូមានអញ្ចឹងគឺប្រដាប់ចិត្តផ្លែឈើចង់ដឹងតែវាមានរូបរាងបែបម៉េចតោះយើងទៅបើមើលអ្នកគ្នាដល់គ្នានេះគឺជាប្រដាប់ចិត្តផ្លែឈើវាមានរូបរាងបែបនេះវាមានបន្លាfruit fruitតែដាក់យើងដោតផ្លែឈើចូលពេលយើងវិលទៅនេះវារត់ចេះដល់អ្នកមើលជិតបានញោមមានអីនិយាយច្រើនពីវាទេអញ្ចឹងកុំឲ្យចាំយូរយើងទៅតេស្តយកផ្លែឈើមួយចិត្តទាំងអស់គ្នាមកទៅតោះឥឡូវខ្ញុំមានផ្លែឈើ3 4ដែរអាមួយប៉មអាមួយទន្លឹកចិនគឺផ្ដំពីកន្លែងនេះទៅហើយអ្នកគ្នាចាំមើលអូនេះពុយដំណើរការអូអានេះរឿងរឹងតិចអូតែមិនជាបញ្ហាអាយ៉ានេះរឿងដាក់មកទៀនម្ដងអូអាផ្លែត្រឡប់នេះអាចនឹងសម្បកវារឹងពេកទៅដល់ពេលចិត្តទៅប្រៃសាច់វាចូលមកក្រាស់ដែរបងប្អូនឃើញអានេះយើងក៏តប់វាជាប់ដែរស្រ័យបានមើលនេះគឺខ្ញុំរេតឲ្យ7លើ10ហើយអ្នកនរគ្នារេតឲ្យប៉ុន្មានកុំភ្លេចខមមិនខាងក្រោមចុំអត់ជិះចាក់ថ្មីមានរូបចាប់លុយទេទិញនេះអូសួស្តីអ្នកនរគ្នាជាមួយខ្ញុំទៀតហើយដាច់ unboxing ថ្ងៃនេះគឺយើងមក unboxing អីវ៉ាន់យើងកំងមកពីខាងក្រៅទៀតហើយតោះមកចាំយូរយើងទៅមើលទាំងអស់គ្នាអូទាំងអស់គ្នានេះគឺជាប្រអប់ឈើចាក់ថ្មីដែលមានរូបចាប់នៅពីលើខ្ញុំឃើញថាគឺវាស្អាតមែនទែនតែអត់យើងអត់ដឹងថាពេលយើងដាក់ឈើចាក់ថ្មីចូលទៅគឺវាចាក់ធ្វើដូចនៅក្នុងវីដេអូយើងបានឃើញអត់ទេតោះមកចាំយូរយើងទៅមើលទាំងអស់គ្នាឥឡូវនេះគឺនៅក្នុងដៃខ្ញុំគឺមានឈើចាក់ថ្មីប្រហែលច្រើនដែរឥឡូវខ្ញុំយកមកដាក់នៅក្នុងនេះឥឡូវខ្ញុំដាក់ចូលហើយតោះបិទវាវិញចាប់ដើមយ៉ាចាក់បានតើអ្នកនរគ្នាមួយទៀតលុយខ្លាំងមែនទែនប្រអប់ឈើចាក់ថ្មីមួយនេះគឺវាមានទម្ងន់ស្រាលតូចយើងអាចយកដាក់តាមខ្លួនបានហើយវាមានភាពខុសគ្នាស្អាតជាងប្រអប់ដែលយើងឃើញធម្មតាសម្រាប់ប្រអប់ឈើចាក់ថ្មីមួយនេះដែរគឺខ្ញុំរេតឲ្យ6លើ10អ្នកនរគ្នារេតឲ្យបានដែរកុំភ្លេចខមមិនខាងក្រោម